អញ្ញករូបសួរក៏ដូចជាសួស្តីប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាពិសេសប្រិមិត្តដែលនិយមតាមដាននិងផ្សងសំណាងជាមួយនឹងឆ្នោតយួនបាទសូមស្វាគមន៍មកកាន់ Channel ផ្សាយឆ្នោត3របស់ Admin ម្ដងទៀតហើយបាទជួបគ្នាជាមួយ Admin នៅថ្ងៃនេះគឺត្រូវថ្ងៃទី1បាទខែថ្មីពុកម៉ែបងប្អូនទាំងអស់គ្នាបាទគឺត្រូវខែសីហាឆ្នាំ2026បាទពុកម៉ែបងប្អូននឹងទៀតថាថ្ងៃនេះ Admin មានលេខល្អមែនតើបាទហើយក៏បានសម្រិតសម្រាំងដើម្បីនាំយកនៅក្របលេខពិសេសដែលមានសកម្មខ្ពស់មកចែកជូនបងប្អូនយកទៅផ្សងសំណាងហើយលៀបហើយជ័យហើយលុយចូលហប៉ៅទាំងអស់គ្នាបាទប៉ុន្តែមុននឹង Admin ទម្លាយលេខតម្រុយឆ្នោតសម្រាប់ថ្ងៃនេះ Admin សូមចិត្តពុកម៉ែបងប្អូនម្នាក់មួយបន្តិចបាទសូមជួយចុចប៊ូតុង Subscribe ម្នាក់មួយព្រមទាំងចុច Like និង Comment ពាក្យថាហេងនៅខាងក្រោមវីដេអូនេះម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ Admin ក្នុងការខំប្រឹងរកលេខល្អៗលេខឈុតមកចែកជូនបងប្អូនយកទៅផ្សងសំណាងដល់ឲ្យថ្លៃជារាល់ថ្ងៃបាទហើយការចុច Subscribe នេះដែរក៏ដើម្បីឲ្យពុកម៉ែបងប្អូនអាចទទួលបាននៅវីដេអូតម្រុយឆ្នោតមុនគេបាទនឹងបង្កើតឱកាសឲ្យមុនគេជារាល់ថ្ងៃពុកម៉ែបងប្អូនបាទឥឡូវនេះបើចុចរួចរាល់ហើយកុំឲ្យខាតពេលយូរយើងទៅមើលលេខសំណាងថ្ងៃនេះទាំងអស់គ្នាអូខេបងប្អូនចំពោះលេខត្រេង2ខ្ទង់ដែល Admin បានសម្រាំងទុកយ៉ាងស្អាតសម្រាប់ថ្ងៃនេះរួមមានបាទគឺខ្ទង់ទី1គឺមានលេខ47ខ្ទង់ទី2គឺលេខ69ខ្ទង់ទី3គឺលេខ56និងខ្ទង់ចុងក្រោយគឺលេខ83បាទបងប្អូនចំពោះលេខត្រេង2ខ្ទង់នេះបងប្អូនកុំភ្លេចលេខត្រឡប់គុណណាបងប្អូនបាទជាពិសេសកុំភ្លេចលេខឡើងមួយលេខចុះមួយលេខបងប្អូនបាទចំណែកឆ្នោត3ខ្ទង់មួយម្ដងដែលជាលេខធំលេខប៉ុសបងប្អូនអាចយកទៅលេងគុណបានគឺមានលេខ689គុណនិងលេខ451គុណបាទនេះហើយបងប្អូនអាចចូលចិត្តលេងលេខអុកខ្ទង់ដើម្បីការពារនិងធានាសុវត្ថិភាពខ្ពស់ថ្ងៃនេះ Admin សូមណែនាំឲ្យអុក2ខ្ទង់គឺអុកខ្ទង់40និងអុកខ្ទង់80បាទដើម្បីកុំឲ្យបងប្អូនមានការភ័ន្តច្រឡំឬខំមិនទាន់ Admin សូមបញ្ជាក់និងរំលឹកក្របលេខសំណាងទាំងអស់នេះជូនម្ដងទៀតបាទក្របលេខកត់ត្រេង2ខ្ទង់មានលេខ47 69 56និង83ក្របធំ3ខ្ទង់មានលេខ689គុណនិងលេខ451គុណលេខអុកខ្ទង់សូមអុកខ្ទង់40និងអុកខ្ទង់80បាទបងប្អូនអាចកត់ទុកឥឡូវនេះបានលេខទាំងនេះមានសង្ឃឹមខ្ពស់មែនទែនសម្រាប់ថ្ងៃទី1នេះបាទឥឡូវនេះម៉ោងវេលានៃការចែករំលែកតម្រុយឆ្នោតយួនពី Channel ផ្សាយឆ្នោត3បានឈានមកដល់ទីបញ្ចប់ជាចុងក្រោយ Admin សូមលើកហាត់បួងសួងជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសំណាងល្អហេងទទួលបានលាភជ័យត្រូវទាំងលេខតូចត្រូវទាំងលេខធំចូលកប់ហប៉ៅគ្រប់គ្នាណាពុកម៉ែបងប្អូនបាទសូមជម្រាបលានិងជួបគ្នានៅស្អែកជាបន្តទៀតជាមួយ Admin ដដែលបាទសំណាងល្អទាំងអស់គ្នាណាបាយ